ប៉ាតើប៉ាកំពុងកាន់កម្រិតបែបណាចូលទៅឆ្ងាយហើយធ្វើអ្វីដែលអ្នកចង់ធ្វើអ្នកចុះមកទីនេះហួងបូរាងចាំខ្ញុំមើលថាតើពូហួងអាចបន្តនៅទីនេះបានឬអត់ហើយបន្តនៅទីនេះមានអ្វីមួយហាក់ដូចជាមិនប្រក្រតីពូហួងខ្ញុំបានវាឲ្យបែកវាឲ្យបែកព្រះមានច្រើននៅលើដីឥដ្ឋពណ៌មាសមានពណ៌លឿងភ្លឺចែងចាំងពូធ្វើឲ្យខ្ញុំគិតខ្ញុំកំពុងសុបិនប៉ុន្តែវាពិតជាដូច្នោះមែនពិតជាម៉ាដូកាមែនទាំងនេះត្រូវបានបន្សល់ទុកដោយជីតារបស់អ្នកនេះគ្រាន់តែជាការជួយបន្តិចបន្តួចដល់អ្នកប៉ុណ្ណោះគុំបង្កបញ្ហាអីបើមិនដូច្នោះទេអ្នកនឹងជួបបញ្ហាឥឡូវនេះខ្ញុំចាស់ហើយខ្ញុំយល់ហើយខ្ញុំនឹងជួយអ្នកចូលយើងដាក់របស់ទាំងនេះត្រឡប់មកវិញជាមុនសិនឡើងទៅមុនគេទៅប៉ាល្អហេតុអ្វីបានជាអ្នកខ្វាក់ភ្នែកនៅបាត់អណ្ដូងយូរម្លេះគុំលេងសើចនឹងអ្វីដែលអ្នកកំពុងសួរអីគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះយាងខ្ញុំនឹងនាំអ្នកទៅទីនោះកូនប្រុសគួរតែត្រឡប់ទៅអណ្ដូងវិញជាមុនសិនអ្នកគួរតែគិតអំពីអ្វីដែលត្រូវធ្វើមុនពេលអ្នកជោគជ័យអរគុណពូហួងសម្រាប់ប្រាក់ខែរបស់អ្នកនឹងខ្ញុំនឹងទូទាត់ថ្លៃសម្ភារៈភ្លាមគ្មានការប្រញាប់ប្រញាល់ក្នុងការផ្ដល់លុយឲ្យអ្នកទេជីតារបស់ខ្ញុំបានជួយគ្រួសារខ្ញុំការគាត់នៅត្រូវហើយដែលខ្ញុំជួយអ្នកបានច្រើនគ្មាននរណាម្នាក់ចាំអ្វីដែលបានកើតឡើងនៅបាត់អណ្ដូងនោះទេខ្ញុំមិនអាចនិយាយបានទេថាខ្ញុំស្រាប់តែនឹកឃើញដល់លោកតាការសោកស្ដាយរបស់លោកតាមុនពេលលោកស្លាប់ខ្ញុំត្រូវតែការពារកន្លែងនេះមិនថាមានរឿងអ្វីកើតឡើងក៏ដោយជាអណ្ដូងស្ងួតដែលគាត់ធ្លាប់រស់នៅទំនុកចិត្តដែលអ្នកដទៃបានផ្ដល់ឲ្យខ្ញុំឥឡូវនេះគឺរឿងសំខាន់បំផុតគឺត្រូវរក្សាវាជាការសម្ងាត់ទីពីរលាក់ឥដ្ឋមាសទាំងនេះឲ្យបានល្អវាច្រើនពេកហើយគ្រាន់តែទុកវាឲ្យគោនៅបាត់ឥឡូវនេះវាមានសុវត្ថិភាពហើយយើងត្រូវរងចាំរហូតដល់វាងសូមចាត់វិធានការជាបន្ទាន់ខ្ញុំពិតជានឹងការពារទ្រព្យសម្បត្តិទាំងនេះទ្រព្យសម្បត្តិនឹងមិនត្រូវបានអ្នកណាដកហូតឡើយយើងនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយសម្អាតវាឲ្យបានរហ័សខណៈពេលដែលគ្មាននរណាម្នាក់នៅជុំវិញនៅពេលលើឥដ្ឋមាសនៅបាត់អណ្ដូង10 ដុំដែលនីមួយមានទម្ងន់ពី10ទៅ2គីឡូក្រាមទម្ងន់ប្រែប្រួលពី10ជីនទៅ10ជីនដែលបូកបញ្ចូលគ្នាខ្លាំងជាច្រើនយោងទៅតាមមាសបច្ចុប្បន្នតើតម្លៃនេះប៉ុន្មានអ្វីទោះយ៉ាងណាក៏ដោយមានទ្វារលាក់មួយចុចខាងក្រោមមើលរឿងភាគពេញលេញសូមជួយចុច Follow និង Subscribe រួចចុចរូបសញ្ញាកណ្ដឹងដើម្បីមើលវីដេអូបន្ត